អាកប្បកិរិយាសត្វឆ្កែចំនួន13ចំណុចម្ចាស់គួរដឹងសត្វឆ្កែជាមិត្តល្អបំផុតសម្រាប់មនុស្សនិងសត្វតែជាសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ដែលចេះមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូច្នេះហើយទើបសត្វឆ្កែប្រាស្រ័យទាក់ទងនឹងម្ចាស់តាមអាកប្បកិរិយានិងសំឡេងប៉ុន្តែម្ចាស់ត្រូវយល់ពីសកម្មភាពនោះឲ្យច្បាស់ទើបមានប្រសិទ្ធភាពខាងក្រោមនេះនឹងជាជំនួយដល់ឪពុកម្ដាយដែលមានកូនជើង4ទាំងអស់ឲ្យយល់ដឹងបន្ថែមពីគាត់ទី1ក៏គេគ្រឿងសង្ហារឹមភាគច្រើនកូនឆ្កែវារមាស់ថ្មិញទៅចូលចិត្តទៅក៏គេបែបនេះក្នុងករណីវាធំហើយនៅតែក៏គេមានន័យថាអ្នកគួរតែនាំវាដើរលេងខ្លះហើយទី2យករបស់លេងមកឲ្យនេះជាវិធីយកចិត្តម្ចាស់កុំចេះតែបោះរបស់នោះដូចបាល់ប្រយ័ត្នវាអន់ចិត្តទី3ស្ងាបឆ្កែណាស្ងាបច្រើនមានន័យថាវាជាឆ្កែដែលមិនខ្វល់អំពីអ្វីទាំងអស់និងមានអារម្មណ៍កក់ក្ដៅជួនកាលការស្ងាបក៏បង្ហាញអំពី stress ភ័យខ្លាចជាដើមទី4មុនអ្នកចេញទៅថ្ងៃអ្នកយកវាទៅផ្ញើគេហើយងាកមកមើលវាធ្វើមុខកំសត់ធ្វើឲ្យអ្នកមិនដាច់ចិត្តក៏ពិតនោះជាទឹកមុខធម្មតាព្រោះវាទុកចិត្តអ្នកថាអ្នកនឹងត្រឡប់មកវិញទី5ក្រឡោះអណ្ដាតពេលវាដឹងខុសពីកំហុសណាមួយវាធ្វើបែបនេះដើម្បីសំទោសអំពីម្ចាស់ទី6យកជើងទល់ទ្រូងម្ចាស់វាប្រហែលជាចង់បានអ្វីមួយឬចង់ប្រឡែងលេងជាមួយម្ចាស់រីឯកូនឆ្កែវិញមានន័យថាវាឃ្លានហើយទី7អូសគូតចំណុចនេះមិនមែនជារឿងគួរឲ្យសើចនោះទេអ្នកត្រូវយកវាទៅពេទ្យព្រោះនេះជាសញ្ញានៃបញ្ហាសុខភាពរបស់ឆ្កែទី8លានអណ្ដាតមកចំហៀងជាសញ្ញានៃភាពរីករាយនិងស្ងប់ចិត្តកុំច្រឡំថាគ្នាឈួតទី9លូសម្រាប់ឆ្កែលូគឺប្រៀបបាននឹងមនុស្សស្រែកដូច្នេះវាលូដោយសារតែកំហឹងឬថប់បារម្ភសូមបណ្ដោយឲ្យវាលូទៅទី10ដេញខំកន្ទុយខ្លួនឯងអ្នកប្រកាសជាគិតថាវាលេងម្នាក់ឯងតែនេះជាសកម្មភាពបង្ហាញពីសុខភាពឬជំងឺអាកប្បកិរិយាចំណែកឯសត្វឆ្កែដែលក៏គេកន្ទុយវិញអាចជាសញ្ញាអាឡែស៊ីបញ្ហារន្ធគូតឬជំងឺ OCD ទី11ហិតគូតវាមិនប្លែកទេសម្រាប់ឆ្កែការហិតគូតគ្នាគឺជាវិធីប្រាស្រ័យទាក់ទងនិងដឹងអំពីសត្វឆ្កែដទៃទៀតដូចជាភេទសីតុណ្ហភាពនិងចំណីអាហារទី12គេងដូចកញ្ជ្រោងជួយយកភួយដណ្ដប់ឲ្យផងព្រោះវារងាទៅវាគេងបែបហ្នឹងទី13ទៅបន្ទប់ទឹកតាមការបន្ទោបង់ធ្វើឲ្យអ្នកជាសមាជិកសំខាន់បំផុតដើម្បីការពារសមាជិកពីការបៀតបៀនអំឡុងពេលដោះទុកសត្វឆ្កែនឹងចាំការពារអ្នករហូតដល់អ្នករួចរាល់